បងមកដល់គ្នាបាទសម្រាប់បងគាត់អ្នកប្រើ Windows ប្រើទៅលើ Office ហើយនឹង Windows បងតែជួបតាក់ទងជាមួយ Activate Windows ជាមួយនឹងដាច់ crack ឬដាច់អី Office អញ្ចឹងបងពិបាករកជាងរកអីអញ្ចឹងណាថ្ងៃនេះខ្ញុំធ្វើវីដេអូបង្រៀនបងទាំងអស់គ្នាចេះ crack ខ្លួនឯងតែម្ដងមិនបាច់ទៅយើងជាងទេគ្រាន់តែ crack Office និង Windows ហើយគឺបងគាត់ crack តែម្ដងគឺដាច់ទាំង Windows ដាច់ទាំង Office តែម្ដងអញ្ចឹងណាអូខេអញ្ចឹងបងទាំងគ្នាធ្វើតាមខ្ញុំមកបងប្អូនទាំងគាត់ចូលទៅក្នុង PowerShell សេចយកពាក្យ PowerShell ហ្នឹង PowerShell run admin មកអូខេអញ្ចឹងមកដល់កន្លែងផ្ទាំងខ្មៅនេះមួយកន្លែងយើងសរសេរ comment អញ្ចឹងបងប្អូនទាំងគ្នាសរសេរតាមខ្ញុំមកចឹងបងប្អូនទាំងគាត់សរសេរតាមខ្ញុំទៅបានហើយsorry កន្លែងថៃ get dot activate បងប្អូនគាត់សរសេរ activate ហើយចុច dot ទៀតមកបងប្អូនគាត់ដាក់ win ហើយដក clear មួយមកដាក់មួយហើយដាក់ x បងប្អូនថាប៉ុណ្ណឹងបានហើយសំខាន់គឺតកតងជាមួយអ៊ីនធឺណិតបងប្អូនត្រូវតែមានណា connect ជាមួយ Wi-Fi ក៏បាន share hotspot អីក៏បានដែរហើយចុច enter មកអូខេបងប្អូនទេបាទអញ្ចឹងវាផ្សេង10ទាំងបែបនេះបងប្អូនគ្នាឃើញនេះវាមានលេខ1លេខ2អញ្ចឹងវាប្រាប់យើងនេះលេខ1នេះអានេះយើង activate Windows លេខ2 Office អញ្ចឹងបងប្អូនថាចង់ដាច់ទាំង Office ទាំង Windows នេះអញ្ចឹង Windows នឹង activate ហ្នឹងជាមួយនឹង Office អញ្ចឹងបងប្អូនថាយកលេខ4 Office Windows និង Office អញ្ចឹងបងប្អូនគាត់ចុចលេខ4មកអូខេអញ្ចឹងដល់កន្លែងនេះយកលេខ4ទៀតមកនេះ all activate all អញ្ចឹងបងប្អូនគាត់ចាំតិចទៅចាំប្រហែលថា1នាទីអូខេអញ្ចឹងវាពងរ៉ានហើយបងចាំតិចទៅអញ្ចឹងបងដែលជួបបញ្ហានេះ activate Windows អីហ្នឹងអញ្ចឹងអូខេអញ្ចឹងវាពងចាប់ដើមរ៉ានហើយតោះបងនេះបាទអូខេអញ្ចឹងនេះវាដាក់នេះ Windows 11 Pro successful អញ្ចឹងបានន័យថានេះយើង crack ដាច់ហើយទូទៅយើងប្រើ crack វាបានតែ180ថ្ងៃទេតែយើងថាយើងដំណោះដោះស្រាយភាពផ្ទាល់ឲ្យបានអញ្ចឹងណាយើងមិនទៅឈានទៅអីនាំយូរទេអូខេអញ្ចឹងវាចេញ fresh and key នេះយើងអាចចុច EK enter មកអញ្ចឹងបងប្អូននេះកន្លែង Windows Activate មិនក៏បាត់ដែរអត់មានឃើញទៀតទេអូខេចុចកន្លែងនេះវាឲ្យចុចលេខ0 back ចុចលេខ0មកអូខេលេខ0ទៀតមកហើយអញ្ចឹងខ្វែងនេះអូខេរួចជាការស្រេចអញ្ចឹងបងប្អូនឃើញកន្លែង Windows Activate នេះគឺបាត់ហើយ Activate Windows នេះគឺបាត់លេងផ្សេងហើយជាមួយនឹង Office បងប្អូនបើកមកអូខេវាលែងទី key លែងទីអីដូចមិញហើយអញ្ចឹងគាត់ចុច accept មកហើយអូខេហើយសម្រាប់បងប្អូន install Office ថ្មីបងប្អូនគួរតែចូលទៅ account ហើយកន្លែងនេះចុចកន្លែង update option នេះមកបងប្អូនគួរយក disable update ទៅព្រោះយើងប្រើ crack មិនចាំ update វាទេគេបិទ update ចោលមកអូខេអញ្ចឹងរួចជាការស្រេចហើយអញ្ចឹងបងប្អូនគាត់បើកប្រើបានធម្មតាបាទអូខេវាយសវាបានធម្មតាអញ្ចឹងកំណត់ងាយៗទេបងប្អូនបាទនៅតែផ្ទះធ្វើតែខ្លួនឯងក៏បានឲ្យតែមានតែអ៊ីនធឺណិតអូខេអរគុណច្រើន